អរុនសុស្ដីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអំពុំវិញទាំងអស់គ្នាព្រឹកនេះគឺថាមកបេះក្រូចទាំងព្រឹកតែម្ដងហើយក្រូចរបស់នាងខ្ញុំគឺថាឆ្នាំនេះគឺដល់ក្រោយគេហើយផ្លែអត់សូវធំទេពុកម៉ែបងប្អូនរាល់ឆ្នាំគឺថាផ្លែធំតែឆ្នាំនេះគឺផ្លែមានសភាពតូចប៉ុន្តែសម្បករលោងរាល់ឆ្នាំគឺថាសម្បកឡង់ការីសមិនគួរឲ្យទទួលទានសោះតែឆ្នាំនេះវិញគឺថារសជាតិនឹងតែអេមតែម្ដងហើយរសជាតិហើយសាច់ខាងក្នុងឡើងក្រហមប៉ុន្តែពុកម៉ែបងប្អូនដីរបស់នាងខ្ញុំនឹងគឺជាប្រភេទដីលិចទឹកដូច្នេះហើយវាធ្វើឲ្យងាប់អស់នោះសល់តែមួយដើមនឹងទេពុកម៉ែបងប្អូនហើយមួយដើមនឹងគឺជាប្រភេទដើមដែលយើងដាំក្រាប់ពុកម៉ែបងប្អូនដើមដែលដាំក្រាប់គឺផ្លែបានយូរឆ្នាំណាស់ប៉ុន្តែឆាប់ងាប់ដើមអត់ដូចនេះហើយក៏ក្រផ្លែដែរផ្លែពុកម៉ែបងប្អូនគឺថាល្អមែនតែម្ដងនិយាយទៅក្រូចដល់កន្លែងផ្សេងបានអស់ទៅហើយតែក្រូចរបស់អ្នកខ្ញុំល្មមពេញស្ដាយដែរកាលពីថ្ងៃទេពុកម៉ែបងប្អូនវានៅជូរខ្លាំងទៅបានឥឡូវបានចាប់ដើមនេះខុសគ្នាតែមួយសប្តាហ៍ទេតែបើនិយាយពីរសជាតិក៏ខុសគ្នាដែរពុកម៉ែបងប្អូនជីវិតអ្នកចំការគឺបែបនេះហើយពុកម៉ែបងប្អូនអត់មានអីទេអ្នកខ្លះគេអ៊ូតឡានអ៊ូតវិឡាឯនេះខ្ញុំព្រឹកឡើងគឺថាដើរចូលព្រៃអ៊ូតព្រៃព្រឹក្សាហើយក្រូចក៏មានច្រើនដែរបើចំការច្រើនវិញគេមិនហ៊ានអ៊ូតទេដូចមានម្ដងពីរដូចនេះខ្ញុំចូលចិត្តថតអ៊ូតណាពុកម៉ែបងប្អូនព្រឹកនេះដើរមកបេះផ្កាបេះបន្លែអីចឹងទៅយកទៅស្លុកហើយក៏ងាកមើលដើមក្រូចគឺចាប់ដើមផ្លែដូច្នេះហើយនាងខ្ញុំក៏បេះមួយកន្ត្រកដើម្បីយកទៅទុកញ៉ាំត្មងទៅហើយក្រូចយើងក្រៅគេចឹងពុកម៉ែបងប្អូនបើសិនជាយើងទុកតិចទៀតក៏អត់ល្អដែរដោយសារតែសត្វវាចោះពុកម៉ែបងប្អូនសត្វកថឹកនៅខាងពុកម៉ែបងប្អូនដឹងមានកថឹកអត់ខាងនាងខ្ញុំសម្បូរកថឹកណាស់ហើយបើមិនចឹងទេវាស៊ីរូងអស់លីងមើលតែតាមពិតពណ៌វាមិនតន់ជាទុំអីណាស់ណាហ្មងទេគឺនៅល្មមទេប៉ុន្តែអាសត្វហ្នឹងអាក្រក់ណាស់វាស៊ីរូងអស់គ្មានសល់ធ្វើឲ្យយើងអត់អាចបរិភោគបានណាដូច្នេះហើយត្រូវតែបេះបើមិនចឹងទេគឺថាប្រហែលថ្ងៃទៀតហ្នឹងគឺអស់ហើយបើមិនកថឹកទេក៏ខៅអាស្រាំងមកប្រភេទអុចផ្លែឈើពុកម៉ែបងប្អូនគឺថាអុចជ្រុះស្អុយអស់លីងតែក្រូចពោធិ៍សាត់ភាគច្រើនអត់សូវអុចប្រមាណទេភាគច្រើនវាអត់តែក្រូចឆ្មាបើនិយាយពីក្រូចឆ្មាវិញវាចាប់ដើមអុចដល់ដើមណាគឺថាដើមនោះគឺថារុះរងរែលដោយក្រូចឆ្មានេះខ្ញុំថតកាលពីលើកមុនចឹងពុកម៉ែបងប្អូនគឺថារុះពេញទាំងក្រោមដើមដោយសារតែអាស្រាំងអុចនោះវាអុចខូចអស់ផ្លែតែនេះគឺថាបានល្មមញ៉ាំមកឆ្ងាញ់តែម្ដងហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនចាំជួបនឹងខ្ញុំនៅវីដេអូក្រោយៗទៀតសូមជម្រាបលា